ដល់តែខែមិថុនាអង្គការលើកលែងទោសអន្តរជាតិរកឃើញថាមជ្ឈមណ្ឌលឆបោកអនឡាញដែលមាន86ទីតាំងនៅប្រទេសកម្ពុជាក៏ក្រើកមែនហើយប៉ុន្តែធ្វើបានតែ2/3ទេបានន័យថា10ធ្វើបានតែ3ទេនៅសល់7ទៀតអញ្ចឹងក្នុង86ទីតាំងដែលអង្គការលើកលែងទោសអន្តរជាតិរកឃើញថាឆបោកអនឡាញនៅពេញផ្ទៃប្រទេសហ្នឹងកម្ពុជាបង្ក្រាបបានមែនហើយក្នុងរយៈពេលភ្លើងច្បើងនេះគឺបានតែ28ទីតាំងទេគឺនៅសល់50ទីតាំងទៀត58ទៀតបានន័យថា10យើងបង្ក្រាបបានតែ3ទេហើយតែកម្ពុជាប្រាប់ថាគេបង្ក្រាបបានទៅ250ទីតាំងបិទ250ទីតាំងក៏ប៉ុន្តែបិទ250ទីតាំងនេះគឺគាត់រាប់ហ្មងផ្ទះមួយគឺយកមកទីតាំងផ្ទះមួយមកទីតាំងសំបីតាសាខាបុតសម្ព័ន្ធអីហ្នឹងគឺគាត់រាប់មកខ្សែហ្នឹងគឺ10 20ចឹងទៅប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិគេថាមជ្ឈមណ្ឌលនេះគឺមានដាច់ដោយឡែកពីគ្នា86ទីតាំងធំឥឡូវបិទបានមែនគេរកឃើញថាបានតែ28ទេនៅសល់58កន្លែងទៀតកាស៊ីណូបនលបែងអីជាច្រើនហើយរឿងនេះវាជារឿងបញ្ហាធំដែរវាអាស្រូវលើឆាកអន្តរជាតិទៀតហើយដែលតម្រូវឲ្យកម្ពុជាត្រូវតែបំភ្លឺឬក៏ប្រឹងទៀតទៅក៏ប៉ុន្តែកម្ពុជាប្រាប់ថាគេប្រឹងហើយតើគេចាប់ជនបរទេសដឹកឲ្យបញ្ជូនចេញដោយសាររឿងឆបោកអនឡាញនេះអស់ដល់ទៅ14000នាក់ហើយបង្ខំឲ្យចេញហើយនឹងចេញដោយស្ម័គ្រចិត្តហ្នឹងមាន200,000នាក់ជាងឯណោះអាហ្នឹងប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិថាកម្ពុជានៅតែខកខានមិនបានដោះស្រាយរឿងនេះត្រឹមត្រូវទេព្រោះអីឥឡូវនេះរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិកាលពីពេលថ្មីៗនេះថាជនរងគ្រោះនៃអំពើឆបោកអនឡាញនេះក្លាយទៅជាជនរងគ្រោះបន្តទៀតអត់មានរួចទេព្រោះអីយើងធ្វើលឿនពេកទៅវាធ្វើឲ្យប្រសេកប្រសាចដូចថាដូចគោវងក្របីឥឡូវពួកគាត់មិនដឹងទៅឯណាញ៉ៃពេញទឹកពេញដីអញ្ចឹងស្ងាត់មែនក៏ប៉ុន្តែវាទៅដូចទៅណោះទៅបើកតាមបនលបែងផ្ទះទូចតាចឯណាទៀតទៅព្រោះអាអនឡាញហ្នឹងអត់ចាំបាច់អាគារធំទេមានតែអ៊ីនធឺណិតមានតែទូរស័ព្ទពីកម្ពុជាព្រៃណាមកក៏ធ្វើបានទៀតដែរដូច្នេះមិនងាយទេមិនងាយដោះស្រាយទេតែយ៉ាងណាថ្ងៃនេះក៏មានការដែលទទួលស្គាល់ពីស្ថានទូតអាមេរិកដែរកម្ពុជាដែលខំប្រឹងដែរការខំប្រឹងរបស់កម្ពុជានេះគឺតាមរយៈជំនួបរវាងភារៈធារីរបស់ស្ថានទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex អ្នកស្រី Alex បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ខ្មែរយើងកាលពីថ្ងៃទី15អ្នកស្រី Alex Zero បាទគាត់ឈ្មោះ Alex Zero ហ្នឹងគឺគាត់តំណាងឲ្យអ្នកស្រី Bridget Walker បងប្អូនចាំហើយស្ថានទូតអាមេរិកមកដល់ម៉ោងនេះអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីនៅឡើយទេណាគឺនៅប្រើភារៈធារីទេភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីដំបូងឡើយគឺអ្នកស្រី Bridget Walker ឥឡូវនេះគាត់បានទៅធ្វើជាអនុប្រធានបេសកកម្មនៅប្រទេសហ្វីលីពីនមកទៅហើយគឺគាត់ឈប់ពីការអស់អាណត្តិឬអីចឹងទៅក៏អ្នកស្រី Alex Zero ក៏បានចូលមកជំនួសតំណែងអ្នកស្រី Bridget Walker ធ្វើជាភារៈធារីដដែលអត់មានតំណាងឯកអគ្គរដ្ឋទូតនៅឡើយដដែលកម្ពុជាហ្នឹងឮថាចិត្តមានហើយប៉ុន្តែមិនដឹងកាលទេព្រោះអី2ឆ្នាំហើយលោកត្រាំកាន់តំណែងជិត2ឆ្នាំអត់ទាន់បានមានឯកអគ្គរដ្ឋទូតថ្មីទេក៏ប៉ុន្តែនៅពេលដែលអ្នកស្រី Alex Zero បានជួបជាមួយនឹងលោកឆៃស៊ីណារិតកាលពីថ្ងៃទី15ហ្នឹងគឺបើតាមស្ថានទូតអាមេរិកគឺនៅលើ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានិយាយថាភារៈធារីស្ថានទូតអាមេរិកលោកស្រី Alex Zero បានជួបពិភាក្សាជាមួយនឹងលោកឆៃស៊ីណារិតដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីពិនិត្យមើលការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំណត់គោលដៅលើពលរដ្ឋអាមេរិកអញ្ចឹងអ្នកស្រី Alex Zero នេះទៅជួបលោកឆៃស៊ីណារិតហ្នឹងក្នុងបំណងដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងឲ្យមានប្រសិទ្ធភាពព្រោះអីជនរងគ្រោះច្រើនជាអាមេរិកយើងដឹងហើយអាមេរិកបកកលោកទ្របលោក Gen Z អស់$15,000 លានទុកនៅរដ្ឋាភិបាលអាមេរិកហ្នឹងគឺដោយសារជនជាតិអាមេរិករាប់ម៉ឺននាក់រាប់សែននាក់អស់ខ្លាយជាជនរងគ្រោះអញ្ចឹងបាទទ្របហ្នឹងអាមេរិកអត់ឲ្យមកយើងវិញទេតាមពិតទ្របដែលបកកហ្នឹងគួរមកឲ្យខ្មែរតែអត់ឲ្យទេយកទៅសងឬក៏ទុកនៅរដ្ឋាភិបាលអាមេរិកទៅដោយសារអីជនរងគ្រោះភាគច្រើនជាជនជាតិអាមេរិកអញ្ចឹងហើយការដែលជួបនេះគឺដោយសារអ្នកស្រី Alex Zero ហ្នឹងចង់ឲ្យកម្ពុជា
ពន្លឿនឬក៏ចេះគាត់ថាចេះទី1អ្នកស្រីទទួលស្គាល់ការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដែលគណៈកម្មការបានអនុវត្តរយៈពេលកន្លងមកនេះគឺកម្ពុជាធ្វើមកហ្នឹងគាត់ទទួលស្គាល់ថាពិតជាធ្វើឃើញធ្វើអញ្ចឹងមែនក៏ប៉ុន្តែជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនល្បឿននៃយុទ្ធនាការនេះទៀតបង្កើនកុំថយដៃព្រោះឥឡូវដូចរៀងស្រាកដៃបន្តិចហើយដើម្បីធានាឲ្យថាអ្នកប្រតិបត្តិការនិងអ្នកនៅពីក្រោយឆបោកអនឡាញទាំងនោះត្រូវទទួលខុសត្រូវបានន័យថាទាំងអ្នកឆបោកក៏ត្រូវជាប់គុកទទួលទោសទាំងអ្នកដែលជាកាងជាខ្នងបង្អាយក៏ត្រូវទទួលទោសដែរនេះគឺអ្វីដែលភារៈធារីរបស់ស្ថានទូតអាមេរិកជំរុញឲ្យកម្ពុជាធ្វើឥឡូវនេះមែនតើអ្នកនៅពីក្រោយខ្នងហ្នឹងភាគច្រើនអត់សូវបានឃើញជាប់ទេនៅខ្មែរហ្នឹងបានតែត្រីកាភ្លៀងត្រីកាពឹសត្រីកញ្ចុះទេត្រីធំធំដូចផ្ទុកឆ្ដោត្រីរស់អីហ្នឹងកម្ពុជាយើងអត់មានបានភ្លក់បន្តិចសោះឲ្យគេឲ្យតែកាភ្លៀងហើយនឹងកូនកពឹសនឹងឯងទៅចាប់តែអំបាទដូចលោកស្អីលីគង់ឯណាមិនដែលលឺសោះនៅប្រែកចាកខេត្តកពតណាណោះបើលោកលីយងផាត់លោកកុកអានឬក៏លោកហ៊ុនតូអីហ្នឹងគឺមាននៅក្នុងបញ្ជីរាយនាមបទនកម្មអន្តរជាតិអីមកកណោអត់ដែលបានស៊ើបអង្កេតស្រាវជ្រាវអីទាំងអស់បាទឥឡូវនេះគឺតកតងនឹងរឿងនេះហើយបន្តទៅទៀតខ្ញុំចូលដល់រឿងទី2គឺនាយករដ្ឋមន្ត្រីថៃថាខ្លួនមិនជំទាស់ទេបើចិនចង់ធ្វើជាអ្នកសម្របសម្រួលបន្ធូរបន្ថយស្ថានភាពតានតឹងនៅបញ្ហាព្រំដែនកម្ពុជាថៃនេះបើយើងនិយាយឲ្យមែនតើទៅវាជាដំណឹងល្អដែរទេព្រោះអីថៃបិទទ្វារហើយនៅក្នុងការចរចាជាមួយកម្ពុជារឿងព្រំដែនគោកព្រោះដោយសារតែលោកអនុទិនច័ន្ទវរៈគុលខឹងខ្មែរយើងក្នុងការដែលយករឿងនៅព្រំដែនសមុទ្រនោះតកតងនឹងច្បាប់សន្ធិសញ្ញាគ្រប់គ្រងដែនសមុទ្រ UNCLOS នោះដែលយកតររឿងថាឲ្យអាជ្ញាកណ្ដាលយកមកដោះស្រាយអីអញ្ចឹងតែមិនព្រមចរចាទ្វេភាគីណាតាមពិតល្បិចអនុទិនច័ន្ទវរៈគុលទេព្រោះអារឿង UNCLOS ហ្នឹងគឺជាផ្កាននងរបស់ថៃទេឲ្យជាប់ជាមួយនឹងញៀងផ្លែបបក់ដែលអត់មានដាក់នុយសោះហ្នឹងខ្មែរលូតចាប់ជាប់ផ្លែបបក់របស់ថៃហ្នឹងលេងលបែងថៃហ្នឹងគឺប្តឹងទៅអាជ្ញាកណ្ដាលធ្វើឲ្យថៃមានហេតុផលរឿងព្រំដែនគោកអត់ចរចាហ្មងព្រោះយើងទៅរកអ្នកកណ្ដាលរកកណ្ដាលទៅហើយត្រូវនឹងដឹងតែចិត្តខ្មែរអត់ប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិទៀតឬក៏យុទ្ធធរអន្តរជាតិទៀតថៃស៊ីផុយក៏ប៉ុន្តែឥឡូវនេះគេនិយាយស្អំចិត្តគេចង់និយាយថាគេនឹងគឺជាអ្នកស្រឡាញ់សន្តិភាពចង់ចរចាអញ្ចឹងណាពងថាបិទផ្លូវចរចាអស់តែដល់ពេលទៅចិនដោយសារចិននេះគឺចិនអញ្ជើញទាំងខ្មែរអញ្ជើញទាំងថៃនិងប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីមេដឹកនាំពិភពលោកដ៏ច្រើនទៀតទៅចូលរួមពិធីមួយគេហៅថាសន្និសិទបច្ចេកវិទ្យាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI នោះនៅប្រទេសចិនព្រោះចិនគេបច្ចេកវិទ្យា AI គេហ្នឹងគឺល្បីជុំវិញពិភពលោកដែរគេលឿនមែនតើហើយក៏គេនាំទៅវាដោយទាំងលោកហ៊ុនម៉ាណែតដោយទាំងអនុទិនច័ន្ទវរៈគុលអញ្ចឹងពេលដែលអ្នកសារព័ត៌មានសួរលោកអនុទិនច័ន្ទវរៈគុលថាតើអាចមានលទ្ធភាពនៅក្នុងការដែលនាយករដ្ឋមន្ត្រីថៃប្រទេសថៃព្រមឲ្យចិនសម្របសម្រួលការចរចាកិច្ចការព្រំដែននេះដែរទេបើសិនជាចិនចង់ធ្វើជាអ្នកសម្របសម្រួលលោកអនុទិនឆ្លើយយ៉ាងខ្លីថាថៃអត់បិទទ្វារនេះទេបានន័យថាម៉េចបានន័យថាបើចិនចង់សម្របសម្រួលតកតងនឹងការបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនក៏ថៃមិនជំទាស់អីដែរតាមពិតរឿងនេះគឺជាភាសាការទូតដែរទេព្រោះអីថៃហើយនិងចិនមានទំនាក់ទំនងពាណិជ្ជកម្មធំជាងខ្មែរច្រើនដងណាស់ដូច្នេះចិនក៏ចំណេញពីថៃថៃក៏ចំណេញពីចិនចិនក៏ចំណេញពីខ្មែរច្រើនដែរតែខ្មែរចំណេញពីចិនបានតិចតួចណាស់អញ្ចឹងហើយបានជារឿងនេះយើងឃើញមានភាពអយុត្តិធម៌សម្រាប់ខ្មែរចិនមិនដែលសម្របសម្រួលទេចិនសម្របសម្រួលខ្មែរយើង2ដង3ដងហើយជាមួយថៃតែអត់បានផលទេព្រោះរឿងចំនួនព្រំដែនកម្ពុជាថៃមិនមែនកម្រិតចិនអីជួយបានទេគឺកម្រិតនយោបាយតកតងនឹងការរឿងនៅស្រុកថៃនេះព្រោះរឿងនេះគឺរឿងនយោបាយតែក្តៅនៅបាងកកគាត់យកមកដុតនៅព្រំដែនឥឡូវយកបានព្រំដែនយើងប៉ុណ្ណេះហើយចាំទៅ10000ឆ្នាំហើយបើមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេគឺ10000ឆ្នាំតែកម្ពុជាយើងនៅសង្ឃឹមចាំគេចរចាអញ្ចឹងណាបងប្អូនវាគួរឲ្យសោកស្ដាយដែរដែលយើងធ្វើម៉េចបើយើងខ្សោយជាងគេបើគេមិនចរចាក៏យើងមិនដឹងធ្វើម៉េចនៅតែថ្កោលទោសនៅតែតវ៉ាសុំអំពាវនាវអង្វរឲ្យគេដកចេញអង្វរឲ្យគេវាស់អីអញ្ចឹងទៅតែប៉ុណ្្នឹងឯងតាមពិតថៃអត់មានត្រូវការកម្ពុជាមកអង្វរទេតែកម្ពុជាត្រូវតែអង្វរថៃព្រោះកម្ពុជាជាអ្នកខាតបង់ថៃជាអ្នកលួច
អ្នកប្លន់វាតែប៉ុណ្្នឹងឯងបាទឥឡូវបន្តទៅទៀតគឺខ្មែរយើងមុជមិនជ្រៅទៅមិនឆ្ងាយត្បិតរវល់ចំណាយពេលឡែរឿងលោកហ៊ុនសែនចាញ់បាល់អស់លោកអើយតើអង្កលបានជាយើងមុជឲ្យជ្រៅទៅឲ្យឆ្ងាយបន្តិចទៅណាព្រោះអីបងប្អូនមានដឹងទេថាមកដល់ម៉ោងនេះសេដ្ឋកិច្ចកម្ពុជាយើងធ្លាក់ចុះពាក់កណ្ដាលជាងពាក់កណ្ដាលនេះគឺខាងមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF គេទឹមតែប្រាប់មកថាយើងចុះហើយដាំក្បាលចុះពាក់កណ្ដាលហើយពី 7.5 មកនៅសល់តែ 3% ទេទៅហើយនេះអាហ្នឹងប្រជាពលរដ្ឋខ្លោចផ្សារទេសចរធ្លាក់ពាក់កណ្ដាលជាងពីមុនមក10នាក់ឥឡូវបានតែ5នាក់បញ្ហាឆោបបោកអនឡាញបញ្ហាព្រំដែនបញ្ហាអត់ការងារធ្វើបញ្ហាជីបញ្ហាប្រេងបញ្ហា100ចម្ពុកនៅក្នុងប្រទេសកម្ពុជាអស់លោកមករវល់រឿងលោកហ៊ុនសែនចាញ់បាល់ហើយលោកហ៊ុនសែនហ្នឹងក៏ឲ្យរវល់ដែរគឺគាត់ឆ្លាតដែរគាត់ដឹងផ្កាននងរបស់គាត់ហ្នឹងដែរព្រោះដឹងប្រជាពលរដ្ឋខ្មែរយើងហ្នឹងចូលចិត្តអាផ្កាននងជាមួយនឹងញៀងផ្លែបបក់នៅពីក្រោយរបស់លោកហ៊ុនសែនហ្នឹងដែរគាត់បបក់មកដើម្បីពវៀងយើងឲ្យចាប់អារម្មណ៍ទៅលើបាល់ទាត់លើអីចឹងទៅហើយនាំគ្នាអង្គុយវិភាគឡែបែកខ្ទិះនៅនឹងអត់ប្រយោជន៍ទាំងអស់គ្នាទាំងលោកហ៊ុនសែនទាំងអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងទាំងរដ្ឋាភិបាលហ្នឹងឆ្លោះគ្នាជេរគ្នាអត់ប្រយោជន៍ព្រោះអីលោកហ៊ុនសែនគាត់ភ្នាល់អ្នកណាចាញ់អ្នកហ្នឹងហ្មងហើយក្រុមប្រឆាំងគាត់ថាគាត់ប្រើភាសាអូយចឹងមិនថាគាត់ថាលោកហ៊ុនសែនមនុស្សចង្រៃមនុស្សអីខ្ញុំមែនតើទៅខ្ញុំជឿថាលោកហ៊ុនសែនគាត់ធ្វើខុសច្រើនដែលយើងនិយាយទៅនៅក្នុងការដឹកនាំជាតិយើងនឹងគឺដល់ស្ថានភាពបែបហ្នឹងយើងដឹងតាប៉ុន្តែរឿងគាត់ចង្រៃមិនចង្រៃរឿងស្អីហ្នឹងវាជាភាសាដែលក្រូតគ្រៀតធ្វើឲ្យតែឆ្លោះគ្នាវាអត់ប្រយោជន៍ទេព្រោះអារឿងចាប់បាល់ចាប់អីហ្នឹងវាជាអំពើអបាយមុខដែលគួរឲ្យស្អប់ខ្ពើមហើយប៉ុន្តែមេដឹកនាំយើងទៅលេងផុកហើយហេតុអីបានជាយើងទៅលេងផុកមួយគាត់ខ្វងតែឆ្ងល់ហើយហេតុអីបានជាទៅចាត់ទុកថាលោកហ៊ុនសែននឹងជាអច្ឆរិយៈបុគ្គលដែលឲ្យតែគាត់ចាប់ក្រុមណាគឺដឹងតែឈ្នះក្រុមហ្នឹងចាក់តាមគាត់ចឹងទៅអ្នកដែលចាក់តាមលោកហ៊ុនសែនហ្នឹងគឺតែក្រុមអមយថោងគណៈបកប្រជាជនកម្ពុជាដើម្បីឲ្យជ័យធ្លាក់ទឹកឲ្យអើដើម្បីមេទៅផ្លូវណាផោមកោបហ្នឹងទៅតាមគ្នាអញ្ចឹងទៅរួចយើងទៅជឿរឿងលបែងបាល់មូលហ្នឹងបានប្រយោជន៍អីនាំទៅឲ្យទៅឆ្លោះគ្នាបែកបាក់ជាតិយើងណាហើយពេលដែលគាត់ចាប់បារាំងចាញ់អេស្ប៉ាញ2គ្រាប់ថ្ងៃបន្ទាប់នេះម្សិលមិញនេះគាត់ចាប់អង់គ្លេសចាញ់អាសង់ទីនមួយគ្រាប់2-1ហើយទៅស្ដាប់ការបកស្រាយដូចចាប់អន្ទង់របស់គាត់ថាបារាំងឈ្នះតែគាត់ចាក់ទៅឯណាណីនោះតែនិយាយរឿងគាត់ថាគាត់ផ្សាយជាសាធារណៈគាត់ទៅសើបារាំងប៉ុន្តែគាត់នៅខាងក្រោយគាត់ចាក់ក្រុមមកខាងទៀតលោកហ៊ុនសែនរំលឹកឲ្យឃើញអំពីចរិតរបស់ខ្មែរយើងណាដែលបត់ចន្ទះចរិតបែបនេះគឺវាហាក់បីដូចជាមិនទទួលស្គាល់ខ្លួនចង់ផ្សាយហ្នឹងគឺដើម្បីប្រាប់ថាខ្លួនព្យាករអនាគតមានចក្ខុវិស័យសំបីតែបាល់ទាត់ក៏ទាយមិនអោយខុសដែរគឺត្រូវតែទាយឲ្យត្រូវចឹងហ្មងគឺគាត់ជាមេដឹកនាំដែលពូកែបើជាគ្រូទាយមកជាមេដឹកនាំប៉កែអញ្ចឹងយើងចាំបាច់យកលោកហ៊ុនសែនមកដឹកនាំប្រទេសអីយើងយកអ្នកនៅមានកំប៉ុងជើងធុកនៅវត្តភ្នំមកអង្គុយទាយទៅល្អហើយបើយើងងាប់ហើយបើយើងយកអ្នកដឹកនាំដែលមានចក្ខុវិស័យតាមការទាយបែបគ្រូទាយអញ្ចឹងងាប់ហើយយើងទាំងអស់គ្នានឹងក៏ត្រូវជឿអញ្ចឹងអីគាត់ចង់និយាយពីស្អីក៏និយាយទៅគឺដើម្បីពវៀងប្រវាយព្រឹត្តិការណ៍នឹងឲ្យយើងវល់ហើយគាត់គ្រប់គ្រងក្រុមបារាំងគាត់ទៅចាប់ក្រុមអេស្ប៉ាញឥឡូវគាត់ថាគាត់គ្រប់គ្រងក្រុមអង់គ្លេសមែនក៏ប៉ុន្តែគាត់ចាក់លុយទៅខាងគាត់ចាប់ទៅអាក្រុមខាងក្រុមអាសង់ទីនអីចឹងទៅគាត់បង្ហាញនេះគឺបង្ហាញអំពីភាពដូចថាវិលអត់មានទិសតំបន់ណាដើម្បីអីយកតែរួចខ្លួនព្រោះតែគាត់ថាខុសប្រជាពលរដ្ឋថាគាត់មិនជាប្រកែទាយទុះទាយអីទេគ្មានស្អីចេះតែស្មានដូចតែគ្នាអីចឹងទៅកុំឲ្យខុសពេកគឺគាត់យកឈ្នះចិត្តទៅនិយាយពីរឿងគាត់ក៏ឈ្នះដែរព្រោះគាត់ចាប់ក្រុមមកខាងនេះរំលឹកឲ្យឃើញពីកីឡាករខ្មែរយើងទៅទាត់បាល់នៅវៀតណាមនៅស៊ីហ្គេមឆ្នាំណានោះបងប្អូនរឿងអាស្រូវផ្អើលពេញស្រុកខ្មែរ
ខ្លួនឯងទៅទាត់បាល់ជាមួយក្រុមវៀតណាមយើងទៅពេលចាក់បាល់អាកីឡាក៏លេងបាល់ខ្លួនឯងហ្នឹងទៅចាក់ឲ្យក្រុមវៀតណាមយកក្រុមវៀតណាមឈ្នះយើងជាអ្នកទាត់បាល់យើងអត់ជឿលើសមត្ថភាពខ្លួនឯងចាក់លុយកុំឲ្យចាញ់ដឹងតែក្រុមវៀតណាមឈ្នះហើយប៉ុន្តែអូជ័យយកកម្ពុជាជ័យយកកម្ពុជាតែដល់ពេលចាក់បាល់ចាក់ក្រុមវៀតណាមឯនោះវិញដើម្បីរងព្រោះដឹងតែយើងទៅមិនឈ្នះគេតែអូបដូរផ្ដាច់ឲ្យឈ្នះយើងជាកីឡាករមិនទាំងហ៊ានចាប់លុយខ្លួនឯងផងចឹងយើងប្រកែប៉ុណ្ណាទៅនឹងបានន័យថាយើងចាក់ខ្សែរឿងនេះគ្រោះថ្នាក់អ្នកដឹកនាំចាក់ខ្សែក៏គ្រោះថ្នាក់កីឡាករចាក់ខ្សែក៏គ្រោះថ្នាក់អ្នកផ្សេងណាទៀតចាក់ខ្សែក៏គ្រោះថ្នាក់ព្រោះយើងអត់មានចំហយើងចង់និយាយថាយើងអត់មានចំហច្បាស់លាស់យើងអត់ជឿលើគោលការណ៍ច្បាស់លាស់អីមួយគឺយើងចាក់ខ្សែធ្វើម៉េចឲ្យតែមកឈ្នះហើយអញ្ចឹងហើយបានជាខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់ឈប់ឡែតាមលោកហ៊ុនសែនរឿងបាល់ហ្នឹងឲ្យគាត់ទៅតែគាត់ទៅព្រោះអីថ្នាក់ដឹកនាំអត់មានម៉ោងនេះមកនិយាយពីរឿងស្អីណាគ្រប់គ្រងបាល់មើលទៅក្រុមគ្រួសារអីបងប្អូនមិត្តភ័ក្តិបានមិនចាំបាច់មកផ្សាយតាមបណ្ដាញសង្គមអីទេព្រោះអារឿងមើលបាល់កីឡាហ្នឹងគេគ្រប់គ្រងគ្រប់តែប្រទេសហ្នឹងជាតិសាសន៍ណាក៏គេធ្វើដែរប៉ុន្តែគេអត់ដែលមកឡើងមកនិយាយគ្រប់គ្រងក្រុមនេះគ្រប់គ្រងក្រុមនោះព្រោះវាប៉ះពាល់ដល់ការដែលយើងរើសអើងក្រុមរើសអើងប្រទេសព្រោះតាក់ទងតំណែងតំណងការទូតព្រោះអីម្ដងក្រុមនេះឈ្នះម្ដងក្រុមនោះឈ្នះបើយើងសរសើរក្រុមនេះវាអន់ចិត្តក្រុមនោះដូចជាហួយនឹងសង្ខ្យាអញ្ចឹងណាញ៉ាំនាងណាបើសិនតែស្រស់ដូចគ្នាឆ្ងាញ់ដូចគ្នាអីចឹងតែលុយមានសម្រាប់តែបង្អែមមួយចានបើញ៉ាំនាងនេះមកស្ដាយនាងនោះអញ្ចឹងយើងយកទាំងពីរបដ ாய் ទៅឧទាហរណ៍អាហ្នឹងសំបីតែបាត់ចម្រៀងឬក៏ជាពាក់សិនហូបទាំងពីរហូបទាំងចាហួយហូបទាំងសង្ខ្យាអីចឹងទៅសំបីតែចម្រៀងលោកស៊ីនស៊ីសមុទ្រពីសម័យដើមក៏បញ្យល់អំពីការដែលត្រូវឲ្យមានភាពថ្លឹងថ្លែងកុំលឹះលួសអីចឹងដែរអញ្ចឹងបងប្អូនណាផ្ចង់អារម្មណ៍មកវិញកម្ពុជាសពថ្ងៃអត់មានបានផលអីពីបាល់ទាត់នេះទេក្រៅតែពីនាំគ្នាជេរបន្តិចអត់ប្រយោជន៍ផ្ដោតអារម្មណ៍មករឿងព្រំដែនវិញផ្ដោតអារម្មណ៍មករឿង scam អនឡាញឆបោកអនឡាញផ្ដោតអារម្មណ៍មកលើបញ្ហាកសិករស្រូវជីបញ្ហារាជការបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះបញ្ហាអត់ភ្ញៀវទេសចរបញ្ហាអសកម្មនៅក្នុងសង្គមបញ្ហាអំពើពុករលួយបញ្ហាបោះឆ្នោតសិទ្ធិមនុស្សកម្មជនគេចាប់ដាក់គុកបញ្ហាលោកកម្មសខាបាត់សិទ្ធិសេរីភាពលោករងជនអស់សិទ្ធិនេះត្រូវផ្ដោតមករឿងនេះបានជារឿងអាយុជីវិតជាតិព្រោះបាល់ទាត់នេះវាកើតឡើងរាល់តែឆ្នាំហើយអត់ប្រយោជន៍ទេស្រឡាញ់ទៅខ្ញុំមិនទៅខាត់ទេក៏ប៉ុន្តែកុំឲ្យវាយឡាយអីចឹងពេកអូខេឥឡូវតាក់តងបន្តទៅទៀតរឿងអ្នករត់កង់3ម្នាក់ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារ4ឆ្នាំជុំវិញការបង្ហោះសារពីបញ្ហាព្រំដែនបើបង្ហោះបាល់ទាត់អត់អីតែបង្ហោះរឿងព្រំដែនដឹងតែជាប់គុកចឹងមកយើងឃើញអង្គការលីកាដូមូលដ្ឋានបានរាយការណ៍ពីថ្ងៃទី16ម្សិលមិញថា16ម្សិលមិញ16ថ្ងៃហ្នឹងឯងបងប្អូនខ្ញុំនោះដូចចង់ទៅលឿនមែនតើកាលពីថ្ងៃទី15ខែកក្កដាសាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកហុក រ៉េនដែលជាអ្នករត់កង់3និងប្រើប្រាស់បណ្ដាញសង្គមមួយរូបឲ្យជាប់ពន្ធនាគារ4ឆ្នាំពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងញុះញង់នាំឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាប់តាក់ទងទៅនឹងការបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោកពីបញ្ហាព្រំដែនកម្ពុជាថៃនេះបើសិនជាដូចលោកហុក រ៉េនណាគាត់តែនិយាយប៉ុណ្ណឹងជាប់គុកគាត់និយាយពីរឿងទាហានខ្មែរខ្វះម៉ោងនេះមួងណារ៉េតនេះបើគេដាក់គុកវិញណាប្រហែលជា100ជីវិតហើយបើនិយាយពីរឿងគុកព្រោះខ្ញុំក៏និយាយច្រើនដែរពីរឿងការពិតតាក់ទងនឹងកងទ័ពរឿងបែបនេះនៅស្រុកសេរីគេនិយាយគេបញ្ហាទេប៉ុន្តែនៅស្រុកខ្មែរគឺអញ្ចឹងអានេះគឺជាម៉ែត្រវាស់អំពីរបៀបដឹកនាំបែបផ្ដាច់ការហើយយើងទៅប្រាប់ថាកម្ពុជាជាឋានសួគ៌ឋានសុខសេរីភាពអីហ្នឹងសេរីភាពសាកតែនិយាយតាគ្រប់គ្រងរដ្ឋាភិបាលគឺដឹងឲ្យបានផលតទៅពេលប្រឆាំងតែមួយម៉ាត់គ្រប់គ្រង10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ100ឆ្នាំក៏ដោយតាមមួយម៉ាត់ចុងក្រោយគឺជាប់គុកចឹងឲ្យតែហ៊ានគឺថាតវ៉ាខ្មាំងប្រឆាំងខ្មោចដូចតែសម័យខ្មែរក្រហមដែរលោកហុក រ៉េនអាយុ51ឆ្នាំគឺចាប់ជាលើកទី2ទៅហើយនៅរសៀលថ្ងៃទី19ខែធ្នូ2025ភ្លាមក្រោយលោកបានបញ្ចេញការរិះគន់លើបណ្ដាញសង្គម Facebook ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលជំវិញចំណាត់ការចំនួនព្រំដែនកម្ពុជាថៃនៅអំឡុងឆ្នាំ2025លោករ៉េនត្រូវបានចោទប្រកាន់ពីបទដែលមានជំរាបខាងលើហ្នឹងលោករ៉េនក៏ត្រូវបានចោទប្រកាន់ពីបទមិនរៀងចាលទៀតព្រោះធ្លាប់ជាប់គុកបទមជ្ឈិមបន្ទាប់ពីផ្ដន្ទាទោសរួចហើយដែលកាលនោះគឺគាត់ប្រព្រឹត្តគេ
ឥឡូវលោករ៉េនត្រូវបានជាប់ពន្ធនាគាររយៈពេល18ខែហើយទៅបោះកាលមុនជាប់18ខែដោះលែងអនុវត្តទោសរួចរាល់នៅក្នុងខែមករាឆ្នាំ2025បន្ទាប់មកលើកចាប់ខ្លួនទៀតហើយឥឡូវជាប់គុកទៀតយើងទៅអត់រៀងចាលមិនដូចខ្ញុំនិយាយចឹងយើងអត់ប្រព្រឹត្តខុសអីយើងអត់អាចរៀងចាលកើតទេដូចកញ្ញាឈឹមស៊ីធដោយលោករងឈុនដោយលោកកើតសារាយប្រព្រឹត្តបទល្មើសដែលមិនមែនជាបទល្មើសហើយយើងចោទគេតាមបែបនយោបាយមកគឺថាហូបបាយខុសដល់ពេលចេញពីគុកមកហូបបាយទៀតជាប់គុកទៀតហើយព្រោះហូបបាយរាល់ថ្ងៃខុសដែរអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឲ្យសាមញ្ញយើងរកកន្លែងខុសអត់ឃើញព្រោះហូបបាយដើម្បីរស់ដល់ពេលហើយគេថាជាប់គុកដោយសារលើកមុនជាប់គុកដោយសារយើងរស់ហូបបាយយើងថាខុសដែរហូបបាយដល់ពេលចេញមកទៅហូបបាយទៀតគេថាអត់រៀងចាលព្រោះនៅហូបបាយទៀតជាប់គុកទៀតបាទហ្នឹងគឺច្បាប់នៅស្រុកខ្មែរឥឡូវបន្តទៀតបងប្អូនគឺជប៉ុនថាកំពុងតែតាមដានយ៉ាងស្អិតឬប៉ុន្តែមុននឹងជប៉ុនតាមដានស្អិតនេះខ្ញុំនិយាយពីការផ្ទុះការវែកញែករឿងកំហុសអក្ខរាវិរុទ្ធក្នុងលិខិតលើកលែងទោសអក្រិតជនបែលហ្សិកជួញដូរគ្រឿងញៀនរឿងនេះតាមពិតវាមិនគួរជារឿងខ្ញុំយកមកផ្សាយអីទេបងប្អូនក៏ប៉ុន្តែពេលដែលខ្ញុំផ្សាយនេះគឺជាន័យអប់រំន័យដាស់តឿននិងក្រើនរំលឹកឬក៏ជាបច្ច័យដើម្បីដូចថាយកទៅកែផងហើយពន្យល់ទៀតបងប្អូនឃើញបរិយាក្រិតរបស់តាមពិតបរិយាក្រិតនេះគឺសញ្ញេដោយលោកហ៊ុនសែននេះព្រោះលោកហ៊ុនសែនឆ្លៀតឱកាសពេលព្រះមហាក្សត្រខ្មែរកំពុងសម្រាប់ព្យាបាលនៅពេលកាំងហ្នឹងគឺបានមកសរសេរចុះហត្ថលេខាលើកលែងទោសជនជាតិបែលហ្សិកដែលជួញដូរគ្រឿងញៀនជាង1គីឡូហ្នឹងដែលជាប់គុកអស់មួយជីវិតហ្នឹងតាមសំណើកូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែតហ្នឹងគឺមិនដឹងថាមានរឿងអីបានជាទៅលើកលែងទោសតន់ដិតដែលជួញដូរគ្រឿងញៀនជាប់គុកមួយជីវិតខ្ញុំកំពុងតែឆ្ងល់រឿងហ្នឹងវាជួយដល់ជាតិខ្មែរនឹងសំខាន់ប៉ុណ្ណាទៅដោះលែងតន់ដិតនេះទៅធ្វើឲ្យជាតិយើងនឹងคล้ายទៅជាប្រទេសសេរីប្រជាធិបតេយ្យសេដ្ឋកិច្ចយើងកើនឬក៏យ៉ាងម៉េចចោះលោកកម្មសខាលោករងឈុននេះដែលដោះទៅដែលបានទទួលរួចទណ្ឌកម្មពីបរទេសហេតុអីក៏មិនដោះមកដោះលោកបែលហ្សិកនេះតើបានចំណេញអីដល់ជាតិក្រៅតែពីមិនដឹងរឿងអីឲ្យប្រកាសហើយអ្នកជាប់ទោសគ្រឿងញៀនហ្នឹងវាអត់ត្រូវការទទួលរឿងលើកលែងទោសអីតតែសោះគេលើកលែងទោសតែចោលលួចមន់លួចចេកស្អីបន្តិចបន្តួចឆ្លោះគ្នាក្នុងគ្រួសារអីប្តីវាយប្រពន្ធវាយប្តីទាស់សម្ដីគ្នាអីឡាក់នឹងឡាក់អីបន្តិចបន្តួចចេះទេហើយអញ្ចឹងអ្នកទោសនយោបាយអីដោះលែងគ្នាទៅមកដោះលែងអ្នកទោសអក្រិតជនជាប់គុកមួយជីវិតដែលជាជនជាតិបែលហ្សិកគេរិះគន់គាត់គ្រប់គ្នាឥឡូវទាំងឪទាំងកូនទាំងលោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែននាំគ្នាបានបកគោណាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីលោករួចខ្លួនដែរព្រោះអីកន្លែងទៅអង្គប្រថាប់ព្យាបាលព្រះជរោគនៅពេលកាំងទៅខាងលោកហ៊ុនសែនបញ្ញាប់ជាមួយលោកហ៊ុនម៉ាណែតកុំឲ្យលោកព្រះមហាក្សត្រយាងមកតន់អញ្ចឹងលើកលែងទោសទៅហើយដល់ប្រហែលជាបញ្ញាប់ពេកហ្នឹងក៏តែមិនដឹងសរសេរអាការត្រាស់បង្គាប់ហ្នឹងប្រើភាសាមួយដែលធ្វើឲ្យបណ្ដាញសង្គមហ្នឹងផ្សាយព្រាតថាហេតុអីបានជាគេប្រើពាក្យនៅក្នុងមាត្រាមួយនេះនិយាយថាលើកលែងទោសទៅដល់ជនឈ្មោះតាំងហ្គុយអេតឌីតៃយេហើយតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខប៉ុណ្ណេះរបស់តុលាការកំពូលតាមពិតប្រជាពលរដ្ឋដែលគេលើកឡើងហ្នឹងគឺមិនជារឿងអីទេគឺរឿងសរសេរភាសាខុសនៅក្នុងបរិយាក្រិតនេះប្រហែលជាមានតែ3បន្ទាត់សោះខុសដែរគឺរឿងសរសេរថាការលើកលែងទោសនេះគឺធ្វើតាមសាលក្រមរបស់តុលាការកំពូលគាត់ជំទាស់ហ្នឹងមិនមែនជំទាស់រឿងលើកលែងទោសទេឥឡូវមកនាំគ្នាជជែករឿងសរសៃមីនិងសរសៃកាទៀវឯអត់ជជែករឿងសាហាយស្មន់ដែលនាំស្រីទៅហូបចូលហាងហូបស្អីនៅក្នុងហាងហ្នឹងឯងឥឡូវអារឿងមានស្រីអត់ជជែកទៀតទេជជែកពីរឿងសរសៃមីនិងសរសៃកាទៀវវិញណាវាទៅជាវល់ចេះវិញគាត់ជជែករឿងខុសពាក្យថាពាក្យតុលាការកំពូលគេអត់អាចប្រើសាលក្រមទេអញ្ចឹងអ្នកណាឲ្យខុសប្រកាសនៅក្នុងការធ្វើបរិយាក្រិតដែលមានតែ2 3បន្ទាត់ហ្នឹងជាការពិតបងប្អូនការលើកឡើងរបស់បងប្អូនលើបណ្ដាញសង្គមហ្នឹងក៏មានហេតុសមផលសមរម្យដែរប៉ុន្តែយើងអត់និយាយពីរឿងហេតុអីបានជាគេលើកលែងទោសលោកជនជាតិបែលហ្សិកនេះយើងមកនាំគ្នាឆ្លោះគ្នារឿងពាក្យប្រើខុសព្រោះធម្មតានៅក្នុងពាក្យបច្ចេកទេសខ្មែរគេមានឋានានុក្រមរបស់ពាក្យនៅក្នុងសេចក្តីសម្រេចរបស់តុលាការ
សេចក្តីសម្រេចតុលាការជាន់ទាបសាលាដំបងគេប្រើថាសាលក្រមខ្ញុំបានបញ្យល់បងប្អូនច្រើនដងដែរប៉ុន្តែនេះប្រហែលជាកំហុសអក្ខរាវិរុទ្ធទេប្រហែលជា copy ទៅវាលឿនពេកព្រោះបញ្ញាប់ខ្លាច់បកូណាយាងមកស្រុកខ្មែរវិញតាន់លោកហ៊ុនសែនបាត់ងារជាប្រមុខរដ្ឋស្ដីទីមិនអាចឡាយប្រហោះលេខានេះហើយឡាយតែត្រូវអាចបកូណាលោកមិនអាចឡាយប្រហោះលេខាអីចឹងកុំឲ្យបកូណាប្របាក់បញ្ញាប់ទៅក៏អាចខុសពាក្យនឹងលឿនទៅមើលមិនតាន់ក៏ថាបានដែរគឺដោយសារអីសាលាជាន់ទាបគេប្រើសាលក្រមពេលដែលដល់ឧទ្ធរទៅគឺគេប្រើសាលដីកាសេចក្តីសម្រេចអត់លែងសាលក្រមទៀតហើយព្រោះវាមានឋានានុក្រមខុសគ្នានិយាយទៅសាលក្រមតែសាលាដំបងឯងចាប់ពីឧទ្ធរទៅដល់កំពូលគឺសាលដីកាទាំងអស់អានេះគឺជាបើថាយើងមិនច្បាស់យើងប្រើពាក្យសេចក្តីសម្រេចទៅអានឹងវាស្រួលជាងព្រោះសេចក្តីសម្រេចរបស់តុលាការសាលាដំបងក៏បានសេចក្តីសម្រេចរបស់ឧទ្ធរក៏បានសេចក្តីសម្រេចរបស់តុលាការកំពូលក៏បានក៏ប៉ុន្តែបើយើងដូរសេចក្តីសម្រេចមកពីឈ្មោះសាលក្រមវិញគឺបានតែសេចក្តីសម្រេចរបស់សាលាដំបងសាលក្រមសេចក្តីសម្រេចរបស់សាលាឧទ្ធរគឺសាលដីការបស់តុលាកំពូលក៏សាលដីកាដែរគឺគេមានអញ្ចឹងហើយដល់ពេលគាត់ក៏ថាសាលក្រមរបស់តុលាការកំពូលអ្នកដែលសួរហ្នឹងក៏សួរថាឥឡូវគេដូរពីអីអញ្ចឹងចាប់ពីតុលាការកំពូលទៅគេអាចប្រើសាលក្រមបានឬក៏គេនៅតែប្រើសាលដីកាគេគ្រាន់តែហើយចឹងបានថាបងប្អូនខ្មែរយើងស្អីក៏មានដែរហើយដល់ចឹងមកឡែរឿងហ្នឹងតាមពិតវាជាកំហុសទេអ្នកដែលសរសេរបរិយាក្រិតនេះយកតកែទៅមិនបាច់វែងឆ្ងាយទេព្រោះវាអត់មានអ្នកណាគេប្រើពាក្យសាលក្រមជាមួយតឡាការឧទ្ធរនិងសាលាកពូលហាក់ចាំបាច់មកបកស្រាយវែងឆ្ងាយអីថាគេប្រើអាហ្នឹងបានតិចទៅកាត់ក្បាលឲ្យត្រូវមួកទៀតទៅថាកុំឲ្យអ្នកដែលរៀបចំឲ្យលោកហ៊ុនសែនសញ្ញេហ្នឹងកុំឲ្យបាក់មុខគឺអត់មើលខុសត្រូវប៉ុន្តែចាប់ផ្ដើមកាត់ក្បាលឲ្យត្រូវមួកនោះបានន័យថាចាប់ពីពេលនេះតទៅប្រើពាក្យសាលក្រមជាមួយតឡាការកពូលតឡាការអធរដែរអាហ្នឹងគឺជារឿងឡាប់ឡាយមែនតើណាកុំផ្ដេសផ្ដាស់ឲ្យសោះប្រាប់ទៅថាអាហ្នឹងសរសេរខុសទេឲ្យកែទៅព្រោះអត់មានពាក្យខ្មែរណាសម្រាប់សាលក្រមសម្រាប់តឡាការកពូលទេគឺចាប់ពីអធរទៅដល់តឡាការកពូលគឺគេហៅថាសាលដីកាហើយព្រោះសំបីតែឋានានុក្រមរបស់ជនសង្ស័យហ្នឹងក៏គេមានដំណាក់កាលដែរជនតែគេគាត់ដំបងឡើយគេហៅសង្ស័យក្រោយមកជនត្រូវចោតអត់ទាន់បានចោតទេសង្ស័យត្រូវចោតព្រោះតិចទៀតគេចោតដែរហើយដល់ពេលសង្ស័យត្រូវចោតពេលដែលគេចោតហើយគេហៅជនជាប់ចោតគឺនីតិវិធីគេដឹងថាអូសង្ស័យនៅមុខនីតិវិធីស៊ើបអង្កេតអត់ទាន់ដល់ជំនុំជម្រះទេដល់តែពេលត្រូវចោតបានន័យថាគេចិត្តចោតគេហៅជនត្រូវចោតហ្នឹងអូនីតិវិធីហ្នឹងអត់ទាន់ដល់ជំនុំជម្រះទៀតនៅមុខអង្គបូរេឬក៏ប៉ូលីសស៊ើបអង្កេតអីស៊ើបសួរអីដល់ពេលគេចោតហើយគេហៅជនជាប់ចោតហ្នឹងបានន័យថាបញ្ជូនទៅជំនុំជម្រះដល់ពេលជនជាប់ចោតហ្នឹងពេលដែលគេកាត់ទោសគេហៅតន់ដិតអីចឹងទៅហ่าដល់ពេលតន់ដិតហ្នឹងគឺវានៅអត់ទាន់មានសាលក្រមស្ថាពរច្បាប់នៅការពារថាមិនទាន់ជាវិរុទ្ធជនអីចឹងទៀតវាច្រើនណាបងប្អូនប៉ុន្តែហើយណាហើយយើងនាំគ្នាមកវាយជជែករឿងហ្នឹងខាត់ពេលណាប៉ុន្តែយ៉ាងណាបងប្អូនជួនកាលវាលឿនពេកដែរដូចខ្ញុំនិយាយចឹងតែថាយើងបញ្ញាប់ពេកទៅអឺទៅសេមើលវាមិនទាន់ទេព្រោះឡាយបញ្ញាប់ទៅលើកលែងទោសជនអក្រិតជួញដូរគ្រឿងញៀនបើនៅសិង្ហបុរីគេប្រហារជីវិតបាត់ហើយហើយអញ្ចឹងសារនេះនឹងប្រាប់ជនជួញដូរគ្រឿងញៀននៅពិភពលោកថានៅស្រុកខ្មែរណាអញជួញដូរគ្រឿងញៀនដល់1គីឡូជាងក៏ដោយបើជាជនបរទេសក៏នៅតែលើកលែងទោសរួចដែរអញ្ចឹងអ្នកជួញដូរគ្រឿងញៀនកំពុងតែសបាយងាប់ហើយនោះហើយខ្មែរយើងភ័យឲ្យហើយទៅតែពេលអញ្ចឹងគឺណាគេខ្លាចបន្តទៅទៀតព័ត៌មានអន្តរជាតិហើយនេះនោះគឺជប៉ុនថាខ្លួនកំពុងតែតាមដានយ៉ាងស្អិតរឿងអាមេរិកបើកយុទ្ធនាការកំចាយតុលាការព្រំដែនអន្តរជាតិ ICC ដែលជនជាតិជប៉ុនជាប្រធានតុលាការនេះបាទនេះគឺជាប្រវត្តិសាស្ត្របងប្អូននៅក្នុងពិភពលោកគឺជប៉ុនអត់ដែលមានចៅក្រមឬក៏ប្រជាពលរដ្ឋជប៉ុនដែលជាប្រធានរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះណាហើយដូច្នេះនៅក្នុងន័យនេះគឺនៅពេលដែលជប៉ុនឬអាមេរិកចាប់ផ្ដើមធ្វើយុទ្ធនាការកំចាយកំទេចតុលាការព្រហ្មទណ្ឌអន្តរជាតិនេះឲ្យខាងតែបានជាលក្ខណៈជាតិគឺជប៉ុនចាប់ផ្ដើមប្រយ័ត្នប្រយែងព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអាមេរិកដែរក៏ប៉ុន្តែ
រឿងនេះហាអាមេរិកធ្វើជាមួយតឡាការព្រំប្រទានអន្តរជាតិនេះហាគឺជារឿងនយោបាយទេរឿងបច្ចេកទេសធ្វើអីតឡាការនេះអត់បានទេហេតុអីបានជាអាមេរិកធ្វើរឿងនេះឲ្យខ្ញុំចាត់ទុកថាជារឿងនយោបាយអាមេរិកមិនអាចធ្វើចាត់ការតឡាការនេះបានព្រោះតឡាការនេះគឺជាស្ថាប័នឯករាជ្យក្របខ័ណ្ឌអង្គការសហជីវជាតិហើយអ្វីដែលអាមេរិកធ្វើតឡាការនេះអត់បានហ្នឹងគឺអញ្ចេះឥឡូវខ្ញុំនិយាយសាវតាហ្នឹងខ្លីបន្តិចដើម្បីកុំឲ្យបងប្អូនអត់ដឹងថារឿងហ្នឹងយ៉ាងម៉េចម្សិលមិញម្សិលមួយថ្ងៃនេះគឺទាំងក្រសួងយុតិធធម៌អាមេរិកទាំងក្រសួងការបរទេសអាមេរិកលោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍ប្រកាសគឺរំលាយអង្គការចាត់តាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះឲ្យខាងតែបានតាមរយៈការផ្ដាច់លុយតាមរយៈការធ្វើទុកបុកម្នេញដល់ចៅក្រមឬក៏មន្ត្រីតុលាការនេះឲ្យប្រទេសសម្ព័ន្ធមិត្តហាមទិដ្ឋាការឬដាក់ទណ្ឌកម្មអីយ៉ាងម៉េចធ្វើឲ្យស្ថាប័ននេះគឺយ៉ាប់ដោយសារអីដោយសារតែតុលាការនេះចង់ស៊ើបអង្កេតផ្ដន្ទាទោសទៅហ៊ានអាមេរិកឬក៏មេដឹកនាំអាមេរិកដែលឈ្លានពានអាហ្វហ្គានីស្ថានយូរហើយឥឡូវនេះដល់រឿងអ៊ីរ៉ង់ទៀតចឹងអាមេរិករៀងផ្អើលដែរព្រោះអ៊ីរ៉ង់នេះជាអំពើឈ្លានពានដែនអធិបតេយ្យរដ្ឋបរទេសទេណាបើតាមច្បាប់គឺអាមេរិកធ្វើអត់ត្រូវទេគាត់ថាតាមសិលធម៌គឺយើងទៅរំលាយអង្គការចាត់តាំងរបស់ប្រទេសផ្ដាច់ការដើម្បីយកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋវិញក៏វាល្អដែរប៉ុន្តែច្បាប់ទម្លាប់យើងមិនមែនចេះតែដើរធ្វើអញ្ចឹងស្រេចចិត្តទេអាមេរិកធ្វើត្រូវក្នុងន័យថាជួយឲ្យប្រទេសអ៊ីរ៉ង់ប្រជាពលរដ្ឋមានសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញរួចពីកញ្ញាំជនផ្ដាច់ការប៉ុន្តែខុសត្រង់ថាការឈ្លានពានរដ្ឋបរទេសនេះគឺអត់ត្រូវតាមច្បាប់អន្តរជាតិទេអញ្ចឹងអាមេរិកក៏ភ័យខ្លួនដែរព្រោះតឡាការនេះបើឯករាជ្យបែបនេះគឺអាចបើកការស៊ើបអង្កេតដើម្បីចាប់ទាហានអាមេរិកយកទៅផ្ដន្ទាទោសបានឬក៏មេដឹកនាំដែលបញ្ជាឲ្យឈ្លានពានរដ្ឋបរទេសនេះព្រោះតឡាការនេះមានសមត្ថកិច្ចអាមេរិកមិនមែនជាសមាជិកមែនក៏ប៉ុន្តែគេធ្លាប់កាត់ទោសឲ្យតែរឿងហ្នឹងកើតឡើងក្នុងដែនដីដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដោយសារដឹងរឿងនេះឯងអាមេរិកគេថាឲ្យតែតុលាការនេះស៊ើបអង្កេតអីក៏ដោយគឺវាប៉ះពាល់ដល់អធិបតេយ្យរបស់អាមេរិកប្រព័ន្ធតុលាការអាមេរិកវាប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពអាមេរិកទៀតព្រោះតែឮតែវាយអីឈ្លានពានទៅប្រទេសដទៃហើយគេអាចចាប់បានអញ្ចឹងទាហានអាចបាក់ទឹកចិត្តមេបញ្ជាការអាចឈប់ទទួលបញ្ជាពីកងទ័ពព្រោះអីកុំថាឡើយតុលាការព្រហ្មទណ្ឌអន្តរជាតិសំបីតែប្រព័ន្ធសហរដ្ឋអាមេរិកនេះគឺសភាគេក៏គេបោះឆ្នោតអនុម័តទៅមួយអាទិត្យមុនដែរប្រាប់ថាអត់ឲ្យលោកត្រាំទៅធ្វើសង្គ្រាមដែលអត់សមរដ្ឋសភាគេទេព្រោះជាអំពើឈ្លានពានខុសច្បាប់រដ្ឋធម្មនុញ្ញអាមេរិកទៀតអញ្ចឹងអាមេរិកវាហាក់បីដូចជាទាល់ច្រកច្រើនយ៉ាងដែររដ្ឋបាលលោកត្រាំណាបើយើងនិយាយឲ្យមែនតើឲ្យតាមតត្ថភាពជាក់ស្ដែងគាត់ខំប្រឹងធ្វើដើម្បីរំដោះអ៊ីរ៉ង់ចេញពីពួកផ្ដាច់ការមែនក៏ប៉ុន្តែអំពើគាត់ហ្នឹងគឺរងការរាំងស្ទះដោយសារវាខុសច្បាប់ច្រើនពេកអញ្ចឹងទៅបានជាគេចេះតែទប់ហ្នឹងដល់ទប់ឥឡូវដើម្បីជាការលើកទឹកចិត្តកងទ័ពដើម្បីឲ្យសង្គ្រាមហ្នឹងកាន់តែទៅទៀតឲ្យអាមេរិករួចខ្លួនគឺបានជាចេញការវាយប្រហារទៅខាងស្ថាប័ននេះប៉ុន្តែអត់ជោគជ័យទេបងប្អូនហេតុអីបានខ្ញុំថាអត់ជោគជ័យវាអាចថាវាធ្វើឲ្យអាមេរិកហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងនិងកងទ័ពខ្លួនឯងប៉ុន្តែឲ្យជោគជ័យលើតុលាការព្រហ្មទណ្ឌអន្តរជាតិនេះអត់ទេដោយសារតែតុលាការនេះជាស្ថាប័នឯករាជ្យហើយបានលុយមកពីណាបងប្អូនសំណួរសួរថាបើស្ថាប័ននេះដួលគឺតតែដាច់លុយតើលុយបានមកពីណាដើម្បីឧបត្ថម្ភស្ថាប័ននេះបងប្អូនស្ថាប័នតុលាការព្រហ្មទណ្ឌអន្តរជាតិនេះណាមានទឹកប្រាក់ដែលត្រូវការបើកមួយឆ្នាំត្រូវចាយលុយ$210 លានលុយនឹងបានមកពីណាចម្លើយគឺខ្លីលុយបានពីសមាជិករបស់អង្គការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះទាំង125ប្រទេសសពថ្ងៃនេះប្រទេសនៅលើពិភពលោកមាន200ណាបងប្អូនមានតែ125ប្រទេសទេដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះប៉ុន្តែមិនមែនបានន័យថាគេអត់អាចកាត់ទោសបានប្រទេសដែលជាមិនមែនសមាជិកទេឲ្យតែអ ுக ្រិតកម្មហ្នឹងកើតឡើងក្នុងដែនដីរដ្ឋជាសមាជិកគឺអ្នកណាមិនជាសមាជិកក៏ដោយអ្នកឯងតែប្រព្រឹត្តក្នុងរដ្ឋជាសមាជិកគឺកាត់ក្តីបានទាំងអស់ហើយយកបុគ្គលដែលជាមេបញ្ជាការយកទៅផ្ដន្ទាទោសអញ្ចឹងហើយលុយ$210 លានក្នុងមួយឆ្នាំនេះគឺបានមកពីប្រាក់សមាជិកនឹងឯងកម្ពុជាត្រូវបង់លុយទៅអង្គតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងរាល់ឆ្នាំណាបងប្អូនយើងជាសមាជិកយើងបង់តាមសទ្ធាឬក៏តាមកម្រិតនៃសេដ្ឋកិច្ចរបស់ខ្លួនអ្នកច្រើនបង់ច្រើនអ្នកតិចបង់តិចគឺគេមើលតាមទំហំសេដ្ឋកិច្ចអ្នកណាចង់បរិច្ចាគថែមក៏បានដែរអញ្ចឹងត្រូវចាំថាកម្ពុជាសពថ្ងៃហ្នឹងបង់លុយទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងអញ្ចឹងយើងអត់ប្រើគេសោះនេះយើងបង់លុយរាល់ឆ្នាំយើងអត់ដឹងថាបង់ប្រមាណទេប៉ុន្តែបង់រាល់ឆ្នាំ
dương đầm bay khai từ chia mà cho cái dương thử bong lưới hay ắt phở lưới để bong hai nó ắt phở đăng tờ oi kia chặt cá dương nơi tờ viếng cho viếng lang cho mùi thầyខ្ញុំឆ្ងល់មែនតើប៉ុន្តែអ្នកដែលបង់លុយច្រើនជាងគេជួយគឺជប៉ុននេះឯងជប៉ុននេះបង់ច្រើនណាស់បងប្អូននៅក្នុង210លានដុល្លារនេះជប៉ុនបង់ប្រហែលជា30លានដុល្លារជាប្រាក់បរិច្ចាគគេជួយហ្មងក្រៅពីជប៉ុនគឺអាល្លឺម៉ង់ក៏11%ដែរប្រហែលជា20លានជាងដែរបារាំងក៏ជួយប្រហែលជា8.5%ហ្នឹងប្រហែលជា8-9លានដែរមួយឆ្នាំក្រោយមកមានចក្រភពអង់គ្លេស8% 7-8លានហ្នឹងអ៊ីតាលី6% 6-7លានហ្នឹងឬក៏ផ្សេងទៀតហ្នឹងគឺមានសៅកូរ៉េខាងត្បូងកាណាដាអេស្ប៉ាញអីហ្នឹងសុទ្ធតែជួយច្រើនដែរតែប្រទេសដទៃទៀតតាមសមាជីវោតាមសទ្ធាតែជប៉ុនដោយសារតែគាត់យើងឃើញជប៉ុនបង់លុយជួយតឡាការនេះច្រើនហើយឥឡូវប្រធានតឡាការនេះគឺជាចៅក្រមរបស់ជនជាតិជប៉ុនទៅទៀតអញ្ចឹងបានជប៉ុនគេថាគេប្រយ័ត្នប្រយែងគេមើលតាមដានយ៉ាងយកចិត្តទុកដាក់ក៏ប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងអាមេរិកទៅរំលាយស្ថាប័ននេះអត់ប្រយោជន៍ទេអត់បានជោគជ័យទេដោយសារអីតឡាការព្រំប្រទានអន្តរជាតិអត់ត្រូវការលុយពីសហរដ្ឋអាមេរិកទេព្រោះអាមេរិកអត់មានសមាជិកប៉ុណ្ណឹងថៃក៏មិនមែនជាសមាជិករុស្ស៊ីក៏មិនមែនជាសមាជិកអ៊ីស្រាអែលក៏មិនមែនជាសមាជិកតែតឡាការនេះចេញដោយការចាប់ខ្លួនលោកពូទីនចាប់លោកប៊ិនយ៉ាមិននេតាន់យ៉ាហ៊ូរបស់អ៊ីស្រាអែលរបស់ស៊ូដង់ផ្សេងទៀតមកកណោក៏ដឹកពួកអីតឡាការគេឯករាជ្យបាទនេះខ្ញុំគាត់តែបញ្យល់បងប្អូនត្រួសអំពីរឿងតឡាការនេះខ្ញុំឆ្លេះត្រឹមប៉ុណ្ណឹងចោះព្រោះអស់ម៉ោងទៅហើយឥឡូវព័ត៌មានបញ្ចប់តកតងនឹងរឿងអ៊ុយក្រែនគ្រោងផលិតដ្រូនឲ្យបាន20លានគ្រឿងក្នុងមួយឆ្នាំអ៊ុយក្រែនអស្ចារ្យមែនតើបងប្អូនគេថាអញ្ចេះបងប្អូនមានចាំលោកហ្សេលិនស្គីជាអ្នកណាហ៎លោកហ្សេលិនស្គីគឺជាតារាកំ pl ែងទេណាលោកហ្សេលិនស្គីជាតារាកំ pl ែងគាត់คล้ายពីតារាកំ pl ែងទៅជាមេដឹកនាំជាន់ខ្ពស់ពិភពលោកដែលតតាំងនៅក្នុងសង្គ្រាមដែលមើលទៅស្វិតស្វាញមែនតើគាត់កំ pl ែងនៅពេលដែលគាត់មិនទាន់ជានាយករដ្ឋមន្ត្រីប្រធានាធិបតីដល់ពេលជាប្រធានាធិបតីគឺគាត់ច្បាស់ការអត់មានកំ pl ែងទេអត់មានលេងសើចទេវាផ្ទុយពីមេដឹកនាំពិភពលោកមួយចំនួនទៀតคล้ายជាមេដឹកនាំមែនតែនដល់ពេលដឹកនាំคล้ายទៅជាអ្នកកំ pl ែងវិញអាហ្នឹងមិនដឹងទេបងប្អូនគិតមើលទៅមេដឹកនាំណាคล้ายជាអ្នកកំ pl ែងគាត់ឥឡូវហ្នឹងអ៊ុយក្រែនផលិតដ្រូនបានមួយឆ្នាំ10លានគ្រឿងដើម្បីលក់ទៅពិភពលោកហើយនឹងប្រើប្រាស់ខ្លួនឯងទប់នឹងរុស្ស៊ីឥឡូវគ្រោងនឹងផលិតឲ្យបាន20លានគ្រឿងនៅក្នុងមួយឆ្នាំចឹងបានន័យថារុស្ស៊ីមិនអាចនឹងវាយអ៊ុយក្រែនបានច្រើនទៀតទេព្រោះដ្រូននេះអ៊ុយក្រែនម្ចាស់ការខ្លួនឯងយ៉ាងច្បាស់លាស់ឲ្យប្រទេសតិចទៀតនៅលើពិភពលោកទិញដ្រូនពីអ៊ុយក្រែនទៅដែរដើម្បីយកមកការពារខ្លួននេះគឺជាភាពអស្ចារ្យរបស់អ៊ុយក្រែនក្រៅពីហ្នឹងមានព័ត៌មានអន្តរជាតិមួយទៀតគឺតាក់ទងនឹងឥណ្ឌានិងស្រីលង្កាចាត់ការហាមឃាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំដើម្បីកុំឲ្យរងទណ្ឌកម្មពន្ធអាមេរិកប្រងហើយណាអាមេរិកមានឥទ្ធិពលខ្លាំងមែនតើខ្ញុំសូមសរសើរអាមេរិកដោយស្មោះគ្រាន់តែចង់ដាក់ពន្ធ 12.5% ទៅលើ60ប្រទេសដោយទាំងកម្ពុជាដែរកម្ពុជាមុនគេចេញប្រកាសធ្វើច្បាប់ធ្វើអីហាមទំនិញនាំចូលដែលដោយពលកម្មបង្ខំប៉ុន្តែកម្ពុជាខ្លួនឯងខំប្រឹងស្អំចិត្តអាមេរិកពីពលកម្មដោយបង្ខំពីខាងក្រៅចូលកម្ពុជាតែពលកម្មបង្ខំនៅកម្ពុជាអត់ស្ដារទេមិនដឹងរួចខ្លួនយ៉ាងម៉េចទេចាំមើលអាហ្នឹងយើងចិត្តតែនាំគ្នាចិត្តតែគិតថាយកមករួចមកកែសិនណាឥឡូវឥណ្ឌានិងស្រីលង្កាគេធ្វើដែរគឺគេថាគេចេញច្បាប់គេហាមទំនិញដែលនាំចូលពីបរទេសចូលប្រទេសឥណ្ឌានិងស្រីលង្កាដែលដោយពលកម្មបង្ខំដើម្បីផ្គាប់ចិត្តអាមេរិកកុំឲ្យដាក់ពន្ធ12%កន្លះទៀតល្អហើយយួរអត់ដែលធ្វើទេកុំតាអាមេរិកដាក់សម្ពាធនេះកុំអីអត់ធ្វើទេកម្ពុជាក៏អញ្ចឹងដែរឥឡូវកម្ពុជាធ្វើរឿងអត់នាំចូលទំនិញដែលនាំមកដោយការធ្វើពលកម្មបង្ខំពីក្រៅប្រទេសតែដល់ពេលយើងនាំចេញពីក្នុងខ្មែរហ្នឹងទៅអាមេរិកនេះពីពលកម្មបង្ខំនៅខ្មែរដែរណាតែអាមេរិកហ្នឹងលេបចូលទេអាហ្នឹងហើយដែលជាឱកាសសម្រាប់អ្នកតស៊ូមតិអង្គការសង្គមស៊ីវិលសហជីពអីនៅប្រទេសកម្ពុជាហ្នឹងមកប្រាប់ខាងពាណិជ្ជកម្មអាមេរិកនេះប្រាប់ថាកម្ពុជាសច្ចាមិននាំចូលទំនិញដែលបានដោយពលកម្មបង្ខំពីក្រៅមែនតែខ្លួនឯងនាំទំនិញពីក្នុងប្រទេសនេះចេញមកលក់នៅទីផ្សារអាមេរិក
ដោយពលកម្មបង្ខំនៅស្រុកខ្មែរដែរតើយ៉ាងម៉េចវិញខ្ញុំជឿថាកម្ពុជាអត់រួចខ្លួនទេនៅក្នុងន័យនេះគឺយើងស្អំតែមួយជ្រុងតែយើងនឹងនៅសល់សកៈនៅក្នុងខ្លួនឯងអញ្ចឹងបាទខ្ញុំលើកទឹកចិត្តឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឲ្យសហជីពសេរីអង្គការសង្គមស៊ីវិលកុំធ្វើទុកបុកម្នេញគេហ្នឹងព្រោះអាការធ្វើទុកបុកម្នេញហ្នឹងគឺជាទម្រង់នៃពលកម្មដោយបង្ខំដែរព្រោះតែសហជីពអត់ហ៊ាននិយាយស្ដីអីការពារសិទ្ធិកម្មកររងសម្ពាធពីថៅកែរោងចក្រអញ្ចឹងការងារហ្នឹងគឺបង្ខំហើយ ចឹងអាផលិតផលដែលផលិតបានហ្នឹង